នេះជាហេតុផលយើងទូទឹកកកយើងប្រើយើងអត់មើលតាមការណែនាំមកគេអញ្ចឹងនៅក្នុងនេះគេប្រាប់យើងថាទឹកកកហ្នឹងបើយើងធ្វើមិនក៏ដោយក្នុងរយៈពេលមួយខែយើងត្រូវចាក់ទឹកកកហ្នឹងចេញចោល MT វាចេញក្នុងរយៈពេលមួយខែម្ដងហើយឥឡូវនេះយើងអត់បានធ្វើនេះកកគប់កន្លែងនេះមិនទៅជាទឹកកកទេមិនទៅជាចំណាស់វាផលិតវាកន្លែងផលិតទឹកកកឥឡូវវាមិនចេញទឹកកកអនាម័យទឹកកកតាន់ពេលតាន់ហ្នឹងហើយធ្វើឲ្យស្ទះគប់កន្លែងទៅពេលស្ទះហើយសម្រាប់នេះឲ្យទឹកហូរប្លាក់ floor ពេញហ្នឹងឥឡូវproblem solve យកវាចេញ